ឯកាលណាស់តើអ្នកដឹងទេឈឺចាប់ពេលរស់នៅម្នាក់ឯងមេម៉ាយអាយុ30ឆ្នាំមិនអាណិតខ្ញុំទេខ្ញុំបានអធិស្ឋានប៉ុន្តែគ្មានអ្នកណាមកជាមួយទេម៉េចក៏នៅស្ងៀមតើអ្នកមិនអើពើនឹងខ្ញុំទេនិយាយរឿងមួយព្រះមើលទៅចម្លែកណាស់តើដំបងនេះសម្រាប់អ្វីអ្វីដែរតើមានអ្វីកើតឡើងអ្វីដែរតើអ្នកជានរណាតារាបណានាងនិយាយដូច្នេះវាប្រែទៅជាបុរសហើយតើនាងតើនេះជាអ្វីនាយក្រពះរបស់ខ្ញុំម្ជុលនោះតើនេះសម្រាប់អ្វីសូមរីករាយជាមួយជីវិតរបស់យើងខ្ញុំប្រាប់ហើយថាកុំនិយាយវាមើលទៅពិបាកនិងរឹងមាំណាស់តើដំបងនេះសម្រាប់អ្វីជ្រមុះឈើរបស់បង្គោល Totem មិនអាចត្រូវបានបំផ្លាញដូច្នេះយើងដាក់វានៅខាងក្នុង100ឆ្នាំស្រាហើយកប់វានៅក្រោមបង្គោល Totem រឿងនិទាននៃ Lebedo រឿងព្រេងនិទាន
បង្ហាញដោយ Showbox Mediaplex ចែកចាយដោយ Showbox Mediaplex តើវាមានរយៈពេលប៉ុន្មានផលិតករប្រតិបត្តិ Kem Wutech ផលិតករសហប្រតិបត្តិករ Ri Jong Hyun ខ្ញុំមិនអាចជឿរឿងនេះបានទេសហការី Scam ពាក្យចាមអារ៉ាមនេះជាការពិតផលិតករ Lee Seol ឧបទ្ទហេតុនេះត្រូវបានគេនិយាយថាមានការកើនឡើងយិនក្នុងតំបន់អាទល់ឲ្យភាពនៃយិននឹងយ៉ាងភាពជាស្ត្រីគឺខ្លាំងពេកនៅទីនេះព្រះនៃស្ថានសុគនឹងផែនដីសូមស្ដាប់ចម្រៀងរបស់យើងផ្ដល់ឲ្យប្តីរបស់ខ្ញុំសុបិនផ្អែមយប់នេះជូតឲ្យស្អាតផលិតដោយ Jong Hyun អ្នកដឹកនាំនិងជាអ្នកនិពន្ធ Shin Han So តើពួកគេជានរណាពួកគេជាចោរមកពីភូមិជិតខាងគ្មានអ្នកណាមកពីភូមិយើងណាហ៊ានតវ៉ាពួកគេទេហ៊ានប្រឈមមុខនឹងពួកគេអីយ៉ាគួរឲ្យអាណិតណាស់យើងអស់ភេសជ្ជៈនៅទីនេះហើយជ្រូកនេះគ្មានសិលធម៌ទេមានលុយទេយើងនឹងបង់ប្រាក់នៅពេលយើងចាក់ចេញទទួលយកភេសជ្ជៈបន្ថែមទៀតភ្លេចវាជន់ល្ងងខ្លៅស្អីតើគាត់កំពុងផឹកអ្វីតើអ្នកមានបញ្ហាទេមានអ្វីចង់និយាយតើអ្នកបានពាក់អ្វីតើទឹកអប់នោះខ្ញុំមានក្លិនទេបាយអនសូមមិនអើពើនឹងពួកគេខ្ញុំមិនចង់មានបញ្ហានៅទីនេះទេស្អីកូនអ្នក
វាមើលទៅល្អអ្នកស្អីព្រះអើយតើបុរសនោះជានរណាឈប់ស្រក់ទឹកមាត់ទៅមើលច្រមុះរបស់គាត់ច្រមុះធំមានន័យថាមាន់ធំត្រូវទេស្រីហេហេហេគាត់មិនមែនជាមនុស្សដែលអ្នកគិតថាគាត់ជានោះទេអ្វីគាត់គឺជាអ្នកខ្សោយបំផុតក្នុងចំណោមអ្នកទន់ខ្សោយកុំវិនិច្ឆ័យសៀវភៅដោយគម្រប់របស់វាតើអ្នកចង់មានន័យដូចម្ដេចតើខ្ញុំពិតជាត្រូវប្រាប់មែនទេរឿងនេះម្ដងទៀតវាជាយប់នៃអត្ថច័ន្ទគាត់លក់នំបញ្ចុកនំអន្សម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 នៅទីនេះវាជាកាក់សម្រាប់ពីរប៉ុន្តែខ្ញុំនឹងផ្ដល់ឲ្យអ្នកមួយបន្ថែមទៀតដោយឥតគិតថ្លៃតើនេះជាលើកដំបូងរបស់អ្នកទេប្រាកដណាស់នេះជាលើកទី1របស់អ្នកសំឡេងរបស់អ្នកចុះវាវិញតើខ្ញុំស្ដាប់ទៅចាស់ទេចាស់ក៏ឃ្លានដែរប្រហែលជាខ្ញុំត្រូវវិនាសអស់មួយជីវិតនៃបុរសទាំងអស់នៅក្នុងពិភពលោកនេះអ្នកមកជាមួយសំណាងខ្លះហេតុអ្វីតើមានអ្វីខុសជាមួយខ្ញុំអ្នកមិនដឹងទេចម្បាំងគឺក្រាស់ជាងវត្ថុរបស់អ្នកចម្បាំងអ្នកប្រៀបដូចជាអេសីឥន្ទ្រីតើពិតទេអ្នកស្រីមិនបានមកទីនេះទេយូរល្មមដឹងហើយលុះត្រាតែផ្នែកខាងក្រោមរបស់គាត់ដំណើរការក៏ដូចជាមាត់របស់គាត់គាត់គ្រាន់តែជាសម្បករបស់មនុស្សហើយកុំមើលមកខ្ញុំបែបនេះខ្ញុំនៅតែជាស្រីដំបូងរបស់អ្នកចាំទេ
បង ព្រះអើយគាត់ជាមនុស្សប្រុសណាស់ ខុសពីប្អូនប្រុស មើលរឿងរបស់គាត់គ្មានស្ត្រីណាអាចនិយាយថាទេ ធំណាស់ អ្នកគឺបានមែនទេ ទេខ្ញុំមិនមែនទេ ខ្ញុំអាចប្រាប់បានដោយសំឡេងស្រពេចស្រពេល ខ្ញុំមិនមែនបានទេ អត់ទេ ស្អី កាំងមុខ គាត់ស្រវឹងសូមអភ័យទោសដល់គាត់ផង សុំទោស បានតោះទៅ ឈប់ធ្វើដូចឯងទៅ ខ្ញុំចង់ស្រវឹង ខ្ញុំនឹងខ្ជះខ្ជាយ បុរសពិតជាមានបងប្រុស តើពួកគេអាចជាបងប្អូនដោយរបៀបណា កេងមុខយកចិត្តទុកដាក់ចំពោះប្អូនប្រុស ព្រោះគាត់ពាក់កណ្ដាលបុរសថាគាត់គួរតែជា ខ្ញុំភ្នាល់ថាគាត់ដាក់គាត់មុនជីវិតរបស់គាត់ មានអារម្មណ៍ប្រសើរជាងមុន តាក់ខ្ញុំចុះខ្ញុំនឹងដើរ ឈប់យំទៅបាន គ្រាន់តែដាក់ខ្ញុំចុះ ខ្ញុំមានមឹកស្ងួតសម្រាប់អ្នក អ្នកណាថាខ្ញុំចូលចិត្ត តាក់ខ្ញុំចុះ
អង្គុយអង្គុយចុះនៅទីនេះវាជាអណ្ដើកដីនិងទឹកប្រមាត់ខ្លាឃ្មុំវាត្រូវចំណាយអស់ដៃជើងពួកគេនិយាយថាគ្មានអ្វីប្រសើរជាងសម្រាប់ដោះស្រាយបញ្ហារបស់អ្នកខ្ញុំមិនត្រូវការវាទេហេពីរយន្តពីរយន្តនំអន្សមនំអន្សមនំអន្សមលក់នេះឲ្យក្មេងប៉ែនអូនឆេះហើយបងទឹកទឹកតិចចុះរហ័សបងនៅខាងក្រោយរបស់អ្នកផ្លាស់ទីពីរយន្តឆេះអស់ហើយចលេងគឺប្រសើរជាងតើនោះជាអ្នកណាតឹងអត់នាងបានផ្លាស់ទៅខ្ទមមួយកាលពីប៉ុន្មានថ្ងៃមុនអានាងខ្ញុំឮថានាងធូររលុងបន្តិចអានោះហុំព័ទ្ធពាក្យចាំអារាមថាកាលពីនាងនៅក្មេងនាងត្រូវបានជនជាតិជប៉ុនចាប់ជាទាសករផ្លូវភេទបន្ទាប់មកនាងបានរត់គេចខ្លួនអ្នកដឹងអ្វីទេអ្វីភ្នែករបស់នាងសិចស៊ីណាស់បូមាត់ក្រហមរបស់នាងក៏ដូចគ្នាដែរខ្ញុំហ៊ានភ្នាល់ថានាងពិតជាឆ្កួតមែនទៅជាអ្នកបានធ្វើនាងមិនទាន់ប៉ុន្តែខ្ញុំគ្រងនឹងចង់មកជាមួយទេកន្លែងណានាងងូតទឹកនៅទីនេះរាល់យប់យើងបានធ្វើដំណើរដោយគ្មានអ្វីសោះយប់នេះមិនមែនជាយប់តែមួយទេខ្ញុំសុំទោសនោះមិនមែនជាបានតើអ្នកកំពុងធ្វើអ្វីនៅទីនេះតើអ្នកចង់បានមួយចំណែករបស់នាងដែរទេអត់ទេខ្ញុំមកងូតទឹកបាត់ប្រាកដហើយតើសូដនទាំងនោះមិនមែនទេ
ស្បែកជើងរបស់ខ្ញុំ ជួយ តើនោះជាអ្វី នេះជាអ្វីដែលគេធ្វើ ដូច្នេះនាងជាស្រីសំផឹង Darling ឈប់ ត្រជាក់ អ្នកមកទីនេះតើអ្នកបានទាក់ទាញបុរសប៉ុន្មាននាក់ អ្នកស្លាប់ហើយសាច់ងាប់ហើយ យកនាងចេញពីទឹក មកឆ្កេញញី ស្ត្រី តើនេះជាអ្វីទៅ កងមុខ មកដល់ហើយអាឆ្កួត បើឃើញឯងស្លាប់ទៀតហើយ
អ្នកមិនគួរជ្រៀតជ្រែកទេឈប់ត្រង់ហ្នឹងតើអ្នកមិនអីទេតើអ្នកមិនយល់ទេអ្នកចង់ឲ្យខ្ញុំនិយាយម្ដងទៀតយើងមានពេល5ថ្ងៃដើម្បីរៀបចំពិធីមង្គលការរៀបការចាប់បានក្មេងស្រីម្នាក់ទុកចោលចេញមកនាងនឹងក្លាយជាគ្រួសាររបស់យើងថែរក្សានាងឲ្យបានល្អនាងបានឆ្លងកាត់ច្រើនយកនី